Vừa giả ní khơi kia dương chat một số trong hiện trợ của xóm đá để tôi cho mình cá bù bọn hạt ấy ban chiều 10 giả ní của bạn bù mẹ hạt ấy ban chiều bù trong ở sơ bù tới lụa đánh trợ đuổi mồn bà bông bông đó khi để tôi cho mình cá bù cá lụa là tập hò lấy vì miền rừng ra trơn mình tên mình tha quan tại dương trai lui cho mình Facebook page còn tại dương đã bù tới thấy lụa đánh tặng on rồi thì bằng vì miền hưởng trợ chỉ vì thế nên sớm mai cao ba cho bọn ní vì mình hướng bơi dân vậy tới cứ tràn tác trong vậy hướng của môi trường luôn chạy lại tại can bong vốn hay bong vốn do tới bị tràn ná thấy cái con tụ này thật tới cua tại cái cho nó này khác đầm bầy ỏi dưỡng can ca lụa trường muốnឬក៏មានការប្រុងប្រយ័ត្នជាងមុនកុំអោយជួបនៅការគ្រោះថ្នាក់បាទដែលគ្រោះថ្នាក់ហ្នឹងគឺយើងលក់ទៅខាតបងបាទឥឡូវយើងនិយាយអំពីប្រដាប់របស់យើងផលិតផលរបស់យើងសិនចឹងមុននៅយើងល្អថាយើងលក់មិនដាច់មុននៅយើងល្អថាយើងប៊ូខាតមុននៅយើងល្អថាយើងប៊ូស៊ីថ្លៃថាតើផលិតផលរបស់យើងជាផលិតផលបែបណាបច្ចុប្បន្នផលិតផលរបស់យើងលក់ទៅកាន់អ្នកណាតម្រូវការដែរឬក៏អត់មានអ្នកលក់ច្រើនដែរឬក៏អត់ប្រកួតទីផ្សារដែរទេហើយតម្លៃយើងហើយនឹងតម្លៃដែលគេលក់ហ្នឹងយ៉ាងម៉េចដែរពីមុនផលិតផលយើងកំពុងតែលក់មិនសូវជាសម្បូរអ្នកលក់ទោះបីជាយើងលក់តម្លៃថ្លៃក៏នៅមានអ្នកទិញស្រាប់តែយើងលក់បានមួយរយៈពេលមានគេលក់ច្រើនតម្លៃដែលយើងដាក់ទៅខ្ពស់ជាងគេអ្នកលក់ក្រោយគេមានប្រូម៉ូសិនមានថែម1ថែម2ឬក៏បញ្ចុះតម្លៃ10 20 30% ក៏ជាហេតុផលដែលភ្ញៀវបោះបង់នៅការទិញកន្លែងយើងទៅទិញពីកន្លែងគេផ្សេងដែរជាមែនតែនទៅពេលណាដែលយើងសម្រេចចិត្តទិញផលិតផលពីកន្លែងណាមួយយើងត្រូវការមើលឬក៏ឆែមើលតម្លៃថាតើតម្លៃហ្នឹងដូចគ្នាអត់យើងចង់បានតម្លៃធូរថ្លៃពីអ្នកលក់ចង់បានលក់ចំណេញច្រើនអ្នកទិញចង់បានលក់ធូរចង់ទិញនៅតម្លៃធូរថ្លៃនេះជារឿងពិតនៅក្នុងសង្គមអញ្ចឹងអីដែលយើងត្រូវមើលដំបូងគេបងប្អូននៅក្នុងសម័យកាលនេះតើផលិតផលរបស់យើងពេញនិយមដែរឬក៏អត់តម្រូវការដែរឬក៏អត់បាទបើសិនជាផលិតផលមួយចំនួនអត់សូវជាតម្រូវការទេអញ្ចឹងជាហេតុផលដែលយើងប៊ូទៅស៊ីថ្លៃបាទពីមុនយើងលក់តម្រូវការឥឡូវផលិតផលមួយចំនួនគឺមនុស្សសុខចិត្តមិនទិញប្រើទេសុខចិត្តទុកលុយប្រើការនៅតម្រូវការផ្សេងបាទហ្នឹងជារឿងមួយរឿងពីរផលិតផលតម្រូវការដែរប៉ុន្តែតកតងជាមួយនឹង marketing របស់យើងអត់ឈ្នះគេអញ្ចឹងនៅក្នុងសិល្បៈនៅក្នុងការលក់នៅក្នុងការផលិតវីដេអូបាទការរៀបចំ content របស់យើងហ្នឹងគឺជាសិល្បៈមួយត្រូវការប្រកួតប្រជែងមែនតើបាទប្រកួតប្រជែងអ្នកខ្លះគេជួលតារាអ្នកខ្លះគេត្រូវដាក់ promotion បាទទិញផលិតផល A ថែមផលិតផល B ថែម C អីចឹងទៅទិញមួយបាន5ទិញមួយថែម2ប៉ុន្តែគេថែមជារបស់ផ្សេងហើយអញ្ចឹងដែលគេគុណគូទៅនៅតែចំណេញប៉ុន្តែយើងនៅលក់ឬក៏ប្រម៉ូទធ្វើ marketing តាមបែបបុរាណដែលយើងធ្លាប់តែធ្វើកន្លងមកវាអាចឈ្នះគេទេមនុស្សគេវិវត្តពីមានន័យថាពីចំណុចបុរាណទៅកាន់សម័យកាលទាន់សម័យភាពវៃឆ្លាត AI អីផ្សេងចឹងដែរជាក់ស្ដែងផលិតផលមួយ A ដូចគ្នាប៉ុន្តែយើងថតទៅទម្រង់របស់យើងទៅចេញជាទម្រង់ផលិតផលមិនសូវជាគេទុកចិត្តឬគេគិតថាមិនមានគុណភាពឬគេគិតថាជាផលិតផល fake មិន original អីចឹងទៅប៉ុន្តែគេមានសិល្បៈនៅក្នុងការថតជាងនៅក្នុងការរៀបចំជាងអាចគេថតមកចេញទម្រង់ស្តង់ដារជាងយើងអាចតាក់ទាញបេះដូងតាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនបែរទៅទិញផលិតផលរបស់គាត់វាក៏ជារឿងមួយដែរអញ្ចឹងនៅក្នុងការលក់ដូរមិនមែនថាយើងប៊ូហើយជំរុញការលក់របស់យើងឲ្យបានកាន់តែច្រើននោះទេយើងមើលទៅលើរឿងពីរនឹងសិនបន្ទាប់មកបានយើងគិតទៅលើការប៊ូបើនិយាយទៅរឿងចំណុចតូចខ្ញុំបានរៀបរាប់លម្អិតច្រើនមែនតើនៅក្នុងវីដេអូខាងក្រោមដែលបងប្អូនទំនេរអាចឆ្លៀតពេលទៅមើលបានប៉ុន្តែនៅក្នុងពេលនេះខ្ញុំចង់រំលឹកទៅកាន់បងប្អូនពីចំណុចដែលខ្ញុំចង់ចែកម្លែកមិញចំណុចទី1ទាក់ទងជាមួយនឹងផលិតផលរបស់យើងតម្រូវការដែរឬក៏អត់បាទហើយទាក់ទងជាមួយនឹងតម្លៃអីហ្នឹងបាទហើយទី2ការធ្វើ content នៅលើវីដេអូរបស់យើងផ្សព្វផ្សាយឬការលក់ទៅកាន់អតិថិជនហ្នឹងធ្វើម៉េចឲ្យតាក់ទាញឲ្យគេចាប់អារម្មណ៍ឲ្យគេទុកចិត្តបែបហ្នឹងទើបយើងលក់ឈ្នះគេ
បើសិននេះការដែលយើងធ្វើទៅធម្មតាសាមញ្ញគេចេញមកលយយើងហើយយើងទំនុកចិត្តយើងច្បាស់ជាគេទៅទិញពីអ្នកនោះហើយបាទអញ្ចឹងពីខ្ញុំទៅបាទបងប្អូនជំរឹងនៅចំណុច2នេះឲ្យខ្លាំងទៅបងប្អូនប៊ូសលេងមានបញ្ហាឬក៏យើងនឹងប៊ូសដើរល្អជាងមុនមិនខាតដូចមុនទៀតទេបងប្អូនមានបញ្ហាអីតាក់ទងជាមួយនឹងការប៊ូសការលក់ដូរអីមួយចំនួនអាចសួរនាំនៅក្នុងវីដេអូនេះបាទ